ngày bầm bờ chuột khơi nhom nơi prey chan nằng chụp chày này thưa sạc cam ở phía nâng chả hay khơi nhom co tờ tam prom man dơ rụp hiệp nằng video này ca liên piên ở bọn này anh đam bay bình chun tờ on rạ chiết ở on rạ chiết qua làm pi sẵn đan ở bọn này bom bón ca pi mà sao mình mê tuộc thầyยุទ្ធភូមិភាគទី1បានធ្វើការដាក់លក្ខខណ្ឌមួយមកឲ្យកម្ពុជាមុនការចរចាទ្វេភាគីមកដល់នៅចន្លោះថ្ងៃ10ឬថ្ងៃ12ខែតុលាឆ្នាំ2025ប្រមានល្បិតបែបណាសូមបងប្អូនតាមដានដូចតទៅលោកឧត្តមសេនីយ៍តូវរយុទ្ធលួងសុវណ្ណបានផ្ញើលិខិតបន្ទាន់មួយចុះថ្ងៃទី3ខែតុលាទៅកាន់យុទ្ធភូមិភាគទី5របស់កម្ពុជាដោយកំណត់យកថ្ងៃផុតកំណត់ត្រឹមថ្ងៃទី7ខែតុលាជាលក្ខខណ្ឌមុនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ RBC ដែលគ្រោងធ្វើឡើងនៅថ្ងៃទី10ដល់ថ្ងៃទី12ខែតុលានៅខេត្តបន្ទាយមានជ័យយោធាថៃកំពុងទាមទារឲ្យកម្ពុជាជំនះជនស៊ីវិលរបស់ខ្លួនចេញពីទីតាំងចំនួនចំនួន3ក្នុងខេត្តស្រះកែវរួមមានភូមិនងច័ន្ទនិងភូមិនងយ៉ាកែវក្នុងស្រុកខកសុងនិងភូមិតាប្រយ៉ានៅក្នុងស្រុកតាប្រយ៉ាកម្ពុជាត្រូវតែដាក់ផែនការជំនះប្រជាជនរបស់ខ្លួនត្រឹមថ្ងៃទី7ខែតុលានិងត្រូវបង្ហាញវាក្នុងកិច្ចប្រជុំ RBC ដើម្បីឲ្យភាគីថៃចូលរួមលោកវរៈសេនីយ៍ឯកសារយុទ្ធចន្ទថាប្រយ៉ងនឹងធ្វើការសម្របសម្រួលភាគីទាំងពីរដោយបងប្អូនបានស្ដាប់ឮហើយភាគីថៃបានកំណត់យកថ្ងៃ7ខែតុលាឆ្នាំ2025គឺជាថ្ងៃចុងក្រោយដើម្បីឲ្យកម្ពុជាជំលះប្រជាជនរបស់ខ្លួនចេញពីភូមិទាំង3ខាងលើខ្ញុំនៅតែសួរដដែលថាតើឲ្យជំលះប្រជាជនកម្ពុជាទៅណាព្រោះទឹកដីនឹងគឺជាទឹកដីរបស់កម្ពុជាហេតុអ្វីបានជាអ្នកនិយាយដោយគ្មានភ័ស្តុតាងគ្មានការសំអាងនិងមិនចេះខ្មាស់មាត់ខ្លួនឯងបែបនេះអ្នកឯងចេះតែនិយាយឲ្យរដ្ឋាភិបាលកម្ពុជាជំលះប្រជាជនរបស់ខ្លួនចេញពីទឹកដីរបស់សៀមតើអ្នកមានភ័ស្តុតាងអីតើអ្នកនិយាយនេះយោងទៅលើអ្វីអ្នកឯងប្រយ័ត្នណាប្រយ័ត្នដើរជន់គ្រាប់បែកដាច់ជើងឬក៏បាត់បង់អាយុជីវិតនោះព្រោះទឹកដីទាំងអស់នោះវាគឺជាទឹកដីរបស់កម្ពុជាហើយអ្នកត្រូវចាំរឿងមួយទឹកដីសៀមណាអត់មានគ្រាប់បែកទេមានតែទឹកដីកម្ពុជាទេដែលមានគ្រាប់បែកអញ្ចឹងប្រយ័ត្នខ្លួនណាប្រយ័ត្នចូលមកដើរជន់ចំការមីនដាច់ជើងឬបាត់បង់អាយុជីវិតហើយកុំបន្ទោសអ្នកណាទាំងអស់ព្រោះអ្នកឯងស្រេកឃ្លានក្នុងការឈ្លានពានទឹកដីកម្ពុជាហើយអ្នកឯងក៏ឃ្លើនទៅថ្ងៃ7ជួបខ្ញុំនៅព្រៃច័ន្ទនឹងជោគជ័យអ្នកឯងធ្វើសកម្មភាពនឹងចុះហើយខ្ញុំក៏ទៅតាមប្រមាញ់យករូបភាពនិងវីដេអូនៃការឈ្លានពានរបស់អ្នកឯងដើម្បីបញ្ជូនទៅអន្តរជាតិឲ្យអន្តរជាតិស្គាល់អំពីសន្តានរបស់អ្នកធ្វើទៅចាំជួបគ្នាជាមួយខ្ញុំក្នុងអត្ថបទរបស់ New York Times នៅព្រៃច័ន្ទនឹងជោគជ័យអរគុណបងប្អូនមន្ត្រីចិនបាននិយាយដែរក៏ប៉ុន្តែមើលតគ្រប់គ្រាន់ឥឡូវនេះមន្ត្រីចិនបាននិយាយបន្ថែមទៀតបើចាំខ្ញុំសូមចែករំលែកជូនប្រិមិត្តបកប្រែទស្សជូនដូចតទៅបាទស្ថានទូតចិនប្រចាំទីក្រុងបាងកកបានបដិសេធយ៉ាងម៉ឺងម៉ាត់នៅរបាយការណ៍ដែលថាប្រទេសចិនបានផ្ដល់សម្ភារៈយោធាដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជាថៃភាពចម្រូងចម្រាសបានកើតឡើងបន្ទាប់ពីកាសែត The New York Times បានចេញផ្សាយសេចក្តីរាយការណ៍មួយដែលបង្ហាញថាខណៈពេលដែលប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មក្នុងការព្យាយាមនាំមកនៅបទជបាញ់គ្នារវាងប្រទេសថៃនិងកម្ពុជាគឺមានដំណើររឿងនៃការដឹកជញ្ជូនអាវុធដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការតាំងខ្លួនជាអ្នកដែលសម្របសម្រួលនៅកណ្ដាលដើម្បីសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើទំព័រ Facebook របស់ខ្លួនស្ថានទូតចិនប្រចាំទីក្រុងបាងកកបានសរសេរកាលពីថ្ងៃទី2ខែតុលាឆ្នាំ2025ថាអ្នកនាំពាក្យបាននិយាយទៅកាន់ការដោយអ្នកនាំពាក្យបានឆ្លើយតបនឹងការចោទប្រកាន់នេះដោយផ្ទាល់នៅពេលសួរអំពីសេចក្តីរាយការណ៍ដែលអះអាងថាកម្ពុជាបានប្រើប្រាស់គ្រាប់រ៉ុកែតដែលផលិតដោយប្រទេសចិននៅក្នុងការប៉ះទង្គិចនៅតាមព្រំដែននោះអ្នកនាំពាក្យបាននិយាយថាប្រទេសចិនបាននឹងកំពុងធ្វើការដើម្បីកាត់បន្ថយភាពតានតឹងក្នុងនាមជាប្រទេសជិតខាងមិត្តភាពនៃប្រទេសទាំងពីរចាប់តាំងពីចំនួនបានចាប់ផ្ដើមសេចក្តីថ្លែងការណ៍នោះបានសរសេរថាចិនមិនបានបញ្ជូនឧបករណ៍យោធាណាមួយមកកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប៉ះទង្គិចព្រំដែនកម្ពុជាថៃទេយុទ្ធោបករណ៍ពីប្រទេសចិនដែលកម្ពុជាមានបច្ចុប្បន្នទាំងអស់បានមកពីគម្រោងសហប្រតិបត្តិការចិនកម្ពុជាដែលមានស្រាប់តែប៉ុណ្ណោះស្ថានទូតបានសង្កត់ធ្ងន់ថាប្រទេសចិនមិនមានផលប្រយោជន៍នៅក្នុងចំនួនព្រំដែននិងគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយតាមរយៈ
មាគាអាស៊ានទីក្រុងប៉េកាំងបានបង្ហាញពីឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃកម្ពុជាម៉ាឡេស៊ីនិងដៃគូក្នុងតំបន់ផ្សេងទៀតដើម្បីលើកកម្ពស់បទជបាញ់ដ៏យូរអង្វែងមួយសេចក្តីថ្លែងការណ៍បានបញ្ចប់ដោយចង្អុលបង្ហាញថាយើងជំរុញឲ្យបុគ្គលពាក់ព័ន្ធគិតគូរពីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងសុខុមាលភាពរបស់ប្រជាជនហើយត្រូវធ្វើអ្វីវិជ្ជមាននិងស្ថាបនាបន្ថែមទៀតដើម្បីកាត់បន្ថយស្ថានភាពរវាងថៃនិងកម្ពុជាជំនួសឲ្យការផ្សាយព័ត៌មានមិនពិតនិងញុះញង់ដោយព្យាបាទបាទអ្នកណាអ្នកធ្លាយរបាយការណ៍ហ្នឹងអ្នកញុះញង់ហ្នឹងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគឺឧត្តមសេនីយ៍ណតផនណាក់ផានិតបានចានចោលរបាយការណ៍របស់កាសែត The New York Times ថាជាព័ត៌មានចាស់ដោយកត់សម្គាល់ថាលោកបានដោះស្រាយបញ្ហានេះដោយឆ្លើយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរួចហើយតាំងពីដើមខែកុម្ភៈលោកបានបញ្យល់ថាការគ្រប់គ្រងរបស់ចិនមកកម្ពុជាដែលបានឃើញពីចំនួននាពេលបច្ចុប្បន្ននឹងជាផ្នែកមួយនៃទំនាក់ទំនងអន្តរជាតិធម្មតារវាងប្រទេសទាំងពីរឧត្តមសេនីយ៍ណតផនមានប្រសាសន៍ថានៅពេលនោះមិនមានចំនួនរវាងថៃនិងកម្ពុជាទេប៉ុន្តែប្រសិនបើមានភាពតានតឹងដោយដែលយើងបានឃើញនៅពេលនេះខ្ញុំជឿជាក់ថាប្រទេសចិននឹងដោះស្រាយបញ្ហានេះដោយប្រុងប្រយ័ត្ននៅពេលដែលសង្កត់ថានៅពេលដែលសួរឲ្យបានច្បាស់ថាតើចិនបានបញ្ជូនសពាវុធបន្ថែមមកកម្ពុជាកាលពីពេលថ្មីនេះដែរឬទេរដ្ឋមន្ត្រីការពារជាតិបាននិយាយថារបាយការណ៍ចារកម្មបង្ហាញថាគ្មានការនាំចេញបែបនេះទេលោកបានទទួលស្គាល់ថាសម្ភារៈយោធាមួយចំនួនអាចនៅតែមាននៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីការធ្វើសមយុទ្ធយោធារួមគ្នាទោះបីជាកម្ពុជាមិនបានបង្ហាញព័ត៌មានលម្អិតជាសាធារណៈក៏ដោយដែលខុសពីប្រទេសថៃដែលការពិនិត្យដោយសភាបានផ្ដល់ព័ត៌មានភាគច្រើនលោកស៊ីហាស័កភួងខិតខាវរដ្ឋមន្ត្រីក្រសួងការបរទេសបានចាត់វិធានការដោយថ្លឹងថ្លែងដោយលោកបានថ្លែងថាលោកនឹងនិយាយជាមួយស្ថានទូតចិនជាមុនសិនដោយបានកត់សម្គាល់ថាការជួយការពារជាតិរវាងប្រទេសនានាគឺជាការអនុវត្តស្តង់ដារហើយមិនមានន័យថាចិនជួយកម្ពុជាវាយប្រហារថៃនោះទេបាទនេះគឺជាសម្ដីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃណាលោកភួងខិតខែវបាននិយាយបែបនេះបាទនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងចិនកម្ពុជានិងនឹងថៃបាទយើងគ្រាន់តែមើលលក្ខណៈនៃការទិញអាវុធក៏ចឹងដែរបើយើងនិយាយលេងក្រៅណាបងឬក៏បងប្អូនមួយចំនួនដឹងហើយបើថាអាវុធមកដល់ខែ6ដោយរបាយការណ៍នឹងមិនមែនមានន័យថាគេទិញ2ថ្ងៃមកដល់ទេគ្រាន់តែទិញតាឡានតូចមួយនៅអាមេរិកនេះគឺកំងឡានចេញពីរោងចក្រហ្នឹងមិនមែនបានភ្លាមដែរណា2ខែក្រោយអ្នកខ្លះនោះបានអ្នកខ្លះចាំបានកន្លះឆ្នាំហ្មងបានណាឡានយើង customize នោះបាទតែអញ្ចឹងទិញអាវុធក៏អញ្ចឹងដែរបើនៅអាមេរិកវិញទៅខាងការបរទេសនឹង approve ហើយបានផ្ញើទៅសភាជូនដំណឹងសភា approve ហើយបានមកឲ្យទៅវិញទៅមកអញ្ចឹងបានន័យថាបើសិនជាក្នុងករណីដែលអាវុធនឹងមកដល់ខែ6ដោយដែលរបាយការណ៍ចារកម្មរបស់ថៃនិយាយណាបានន័យថាការកំងទិញនឹងតាំងពីខែ1ខែ2មុននឹងទៀតមិនស្រួលបាទគេដឹកមកបាទពេលខ្លះការសរសេរខ្លះអ្នកដែលប្រើហ្នឹងគាត់ចេះតែប្រើដែរទៅណាពួកចារកម្មណាអ្នកកសែតគាត់ខ្វះជំនាញខាងហ្នឹងគាត់ដាក់តាមនឹងដែរទៅបាទនេះជាព័ត៌មានទី1រីឯព័ត៌មានទី2បាទព័ត៌មានទី2វិញគឺលោក Vladimir Putin ដែលជាប្រធានាធិបតីនៃប្រទេសរុស្ស៊ីហ្នឹងគាត់បានវាយបកមកលោកត្រាំវិញហើយនៅថ្ងៃប្រហ័ននេះបាទដែលលោកត្រាំធ្លាប់បានហៅរុស្ស៊ីថាជាខ្លាក្រដាស់នោះបាទឥឡូវនេះលោកពូទីនក៏ថាអង្គការ NATO ក៏អាចជាខ្លាក្រដាស់ដែរនឹងបានព្រមានសហរដ្ឋអាមេរិកថាបើអាមេរិកហ៊ានតែផ្គត់ផ្គង់មីស៊ីលប្រភេទ Tomahawk ទៅដល់អ៊ុយក្រែននឹងកាន់តែធ្វើឲ្យការឡើងកម្ដៅនេះកាន់តែខ្លាំងឡើងហើយមានគ្រោះថ្នាក់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាសង្គ្រាមដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2ដែលបានបង្កឲ្យមានការប្រជុំមុខគ្នាដ៏ធំបំផុតរវាងរុស្ស៊ីនិងលោកខាងលិចចាប់តាំងវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ1962ហើយមន្ត្រីរុស្ស៊ីបាននិយាយថាឥឡូវនេះពួកគេកំពុង
បាទមានចំនួនយ៉ាងក្តៅគគុកជាមួយនឹងខាងប្រចាំប្រទេសលោកពូទីនបានថ្លែងដូចនេះនៅឯក្រុមពិភាក្សាវ៉ាល់ដៃនៅក្នុងរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុងស៊ូជីដែលបាននិយាយថាកងកម្លាំងរុស្ស៊ីកំពុងតែរុលទៅមុខនៅតាមបណ្ដោយសមរភូមិទាំងមូលនៅក្នុងប្រទេសអ៊ុយក្រែនហើយថាស្ទើរតែទាំងអស់នៃសមាជិករបស់អង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកឥឡូវនេះកំពុងតែប្រយុទ្ធជាមួយនឹងរុស្ស៊ីលោកត្រាំដែលពីមុនបាននិយាយថាទីក្រុងគៀវគួរតែបោះបង់ចោលទឹកដីដើម្បីដូរជាមួយនឹងសន្តិភាពជាមួយទីក្រុងមូស្គូបានផ្លាស់ប្ដូរវោហារសាស្ត្ររបស់លោកនៅសប្តាហ៍មុនដោយនិយាយថាលោកគិតថាអ៊ុយក្រែនអាចដណ្ដើមយកដីទាំងអស់មកពីរុស្ស៊ីវិញបានហើយចាត់ទុកទីក្រុងមូស្គូថាជាខ្លាក្រដាស់បាទដូច្នេះលោកពូទីនក៏បាននិយាយថាតើខ្លាក្រដាស់ឬតើមានអ្វីនឹងកើតឡើងតោះសាកជាមួយខ្លាក្រដាស់នេះមើលមិនហើយប្រសិនបើយើងប្រយុទ្ធជាមួយប្លុក NATO ទាំងមូលហើយយើងកំពុងរុលទៅមុខយ៉ាងលឿននោះអញ្ចឹងយើងមានអារម្មណ៍ថាជឿជាក់ថាយើងជាខ្លាក្រដាស់ចុះ NATO នោះជាអ្វីដែរទៅបាទនេះគឺជាអ្វីដែលលោកពូទីនបាននិយាយបាទចឹងយើងមើលទៅសូម្បីតែរដ្ឋបរោះកពូលមេដឹកនាំពិភពលោកក៏គាត់ចេះពាក្យឌឺដកដាក់គ្នាដែរបាទមិនមែនថាយើងជាបទុជនជាមនុស្សធម្មតាដែលឌឺដកដាក់គ្នាប៉ុន្តែខ្ញុំអត់ចូលចិត្តទេខ្ញុំមិនចូលចិត្តបាទប៉ុន្តែយើងមើលរវាងលោកត្រាំលោកពូទីនក៏ឌឺដកដាក់គ្នាខ្លាកដាស់ទៅខ្លាកដាស់មកបាទព័ត៌មានទី3នឹងតកតងជាមួយនឹងប្រទេសលីបង់បាទបើតាមប្រភពនៅក្នុងតំបន់រដ្ឋធានី Washington និងនៅខាងទីក្រុង Beirut បាននិយាយថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានអនុម័តកញ្ចប់ថវិកាចំនួន$230 លានសម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់នៅក្នុងគណៈពេលដែលខិតខំជំរុញយ៉ាងណាឲ្យមានការដកអាវុធពីក្រុម Hezbollah ដែលជាក្រុមដ៏មានឥទ្ធិពលនេះបើតាមប្រភពនៅក្នុងទីក្រុង Washington និងទីក្រុង Beirut បានប្រាប់ឲ្យដឹងប្រភពពីលីបង់ដែលដឹងអំពីការសម្រេចចិត្តនេះបាននិយាយថាការផ្ដល់មូលនិធិនេះរួមមាន$190 លានសម្រាប់កងកម្លាំងប្រដាប់អាវុធលីបង់និង$40 លានសម្រាប់កងកម្លាំងសន្តិសុខផ្ទៃក្នុងជំនួយការសភាអាមេរិកខាងគណបកប្រជាធិបតេយ្យបាននិយាយថាមូលនិធិនេះត្រូវបានបញ្ចេញមុនឆ្នាំសារពើពន្ធរបស់ទីក្រុង Washington បញ្ចប់កាលពីថ្ងៃទី30 ខែកញ្ញាហើយជំនួយការសភារូបនោះបាននិយាយថាសម្រាប់ប្រទេសតូចមួយដូចជាប្រទេសលីបង់នោះពិតជាមានសារៈសំខាន់ណាស់ជំនួយការនោះបាននិយាយដូច្នេះតាមទូរស័ព្ទប៉ុន្តែសូមមិនបញ្ចេញឈ្មោះដោយសារដើម្បីទុកលទ្ធភាពអាចនិយាយបានដោយសេរីនិងចំហក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេការផ្ដល់មូលនិធិនេះត្រូវបានចេញផ្សាយនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីនៃគណៈបក្សសាធារណរដ្ឋកំពុងតែកាត់បន្ថយជំនួយបរទេសជាច្រើនដោយនិយាយថាអធិភាពរបស់ខ្លួននៅក្នុងការចំណាយថវិកាគឺនៅទីក្នុងសហរដ្ឋអាមេរិកបាទនេះគឺជាព័ត៌មានទី3បាទព័ត៌មានទី4នេះគឺតាក់ទងជាមួយនឹងយន្តហោះនៅអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុង New York អាជ្ញាធរអាកាសចរនៅទីក្រុង New York និង New Jersey បាននិយាយថាជើងហោះហើរក្នុងតំបន់ចំនួន2ដែលដំណើរការដោយក្រុមហ៊ុនបត់សម្ព័ន្ធនៃក្រុមហ៊ុនអាកាសចរ Delta Airlines បានបុកគ្នាឬប៉ះទង្គិចគ្នានៅលើផ្លូវត្រៀមហោះហើរឡើងរបស់អាកាសយានដ្ឋាន LaGuardia កាលពីល្ងាចថ្ងៃពុធដោយបានធ្វើឲ្យមនុស្សម្នាក់រងរបួសរដ្ឋបាលអាកាសចរសហព័ន្ធបាននិយាយនៅថ្ងៃប្រហោះនេះថាខ្លួនកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះហើយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេតាមការដឹងគឺយន្តហោះប្រភេទ Bombardier CRJ 900ដំណើរការដោយក្រុមហ៊ុន Endeavour Air ដែលជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ក្រុមហ៊ុនធំ Delta កំពុងតែរៀបចុះចតនៅពេលដែលបានប៉ះគ្នាជាមួយនឹងយន្តហោះមួយទៀតប្រភេទ Bombardier ដូចគ្នា
ដែលកំពុងធ្វើដំណើរទៅកាន់ច្រកទ្វារនៅម៉ោង 9:58 នាទីយប់មកជា10យប់ពីមិញនេះបើតាមសេចក្តីថ្លែងការណ៍ពីអាជ្ញាធរអាកាសយានដ្ឋាននៅក្នុងអាកាសយានដ្ឋានของ LaGuardia នៅក្នុងតំបន់ Queen អ្នកនាំពាក្យក្រុមហ៊ុន Delta បាននិយាយនៅថ្ងៃប្រហ័ននេះថាក្រុមហ៊ុនបានដឹងថាមានរូបថតចែកផ្សាយបង្ហាញពីបំណែកនៃស្លាបនឹងទូរថយន្តនៅលើដីក៏ប៉ុន្តែមិនបានពិពណ៌នាអំពីការខូចខាតធ្ងរថាកម្រិតណានោះទេបាទចាំបានថាយន្តហោះបុកគ្នាដែរមិនមែនបុកនៅលើទេបុកនៅលើដីចំព័ត៌មានចុងក្រោយនេះគឺតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកបាទលោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកបាទបានថ្លែងថាលោកនឹងជួបជាមួយនឹងនាយកដែលគ្រប់គ្រងថវិការបស់សេតាវិមានគឺលោក Russell Work នៅថ្ងៃប្រហ័ននេះដើម្បីកំណត់ថាតើទីភ្នាក់ងារមួយណាដែលគ្រប់គ្រងដោយគណៈបកប្រជាធិបតេយ្យដែលលោកត្រូវកាត់បន្ថយបុគ្គលិកទៅបណ្ដេញបុគ្គលិកបាទដើម្បីធ្វើយ៉ាងណាឲ្យបង្កការឈឺចាប់ទៅដល់ខាងគណៈបកប្រជាធិបតេយ្យដែលជាគូប្រជែងរបស់លោកក្នុងគណៈពេលដែលការបិទទ្វាររដ្ឋាភិបាលបានឈានចូលមកដល់ថ្ងៃទី2លោកតាមបានសរសេរនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមរបស់លោកថាខ្ញុំមិនជឿថាគណៈបកប្រជាធិបតេយ្យដែលឆ្វេងនិយមនោះបានផ្ដល់ឱកាសដ៏ល្អដល់ខ្ញុំដូចនេះសោះបាទក្នុងការដែលលោកត្រូវកាត់បុគ្គលិកលោកត្រាំបានបង្កក់ថវិកាទៅដល់ខាងផ្នែកដឹកជញ្ជូនសហព័ន្ធហើយនឹងការផ្ដល់មូលនិធិធម្មពលបៃតងរួចហើយបាទគឺធម្មពលបៃតងនោះភាគច្រើនគឺពួកខាងគណៈបកប្រជាធិបតេយ្យជំរុញហើយនេះគឺជាការមួយដែលធ្វើឲ្យលោកតាមធ្វើបាបនៅរដ្ឋណាដែលមាននិន្នាការឬក៏ទីភ្នាក់ងារណាដែលមាននិន្នាការទៅរកគណៈបកប្រជាធិបតេយ្យហើយនឹងបានគម្រាមបណ្ដេញបុគ្គលិកសហព័ន្ធបន្ថែមទៀតក្នុងអំឡុងពេលបិទទ្វាររដ្ឋាភិបាលនេះបាទការបិទទ្វារនេះគឺប្រិមិត្តបានដឹងហើយគឺចាប់ផ្ដើមតាំងពីថ្ងៃពុធដោយសារតែការប្រជុំមុខដាក់គ្នានៅក្នុងសភារបស់សហរដ្ឋអាមេរិកទៅលើការចាយវាយថវិការបស់រដ្ឋាភិបាលលោកត្រាំគឺកំពុងតែត្រៀមផែនការរបស់លោកហើយបានចាប់ផ្ដើមដំណើរការរួចហើយគឺត្រៀមផែនការបណ្ដេញបុគ្គលិករដ្ឋាភិបាលឲ្យបានចំនួន30,000 នាក់នៅចុងឆ្នាំ2025នេះហើយលោកបានលើកឡើងកិច្ចការនេះជាមួយនឹងលោក Work ដែលជាអ្នកនៅក្នុងការងាររបស់ខាថាគម្រោង2025 project ដែលជាផែនការមួយរបស់មូលនិធិបេតិកភណ្ឌបាទអភិរក្សបេតិកភណ្ឌបាទ Heritage Foundation បាទ Heritage Foundation ដែលជាមូលនិធិខាងពួកគណៈបកអភិរក្សនិយមបាទនៅចាំបានទេ Heritage Foundation ដែលខ្ញុំបានបង្ហាញអត្ថបទមួយដែលគាត់សរសេរពាក់ព័ន្ធជាមួយនឹងកម្ពុជាហើយនិងថៃណាបាទដែលគាត់សរសេរថាឲ្យគ្រប់តអ្នកណាណាបាទអញ្ចឹងគឺ Heritage Foundation នឹងមានអំណាចណាស់បាទគឺលោក Work នឹងគាត់ចេញមកជាអ្នករាប់កាន់ project ហ្នឹងនៅក្នុងហ្នឹងឥឡូវគាត់មកធ្វើការជានាយកគ្រប់គ្រងខាងផ្នែកថវិការបស់សេតាវិមានថវិការបស់សេតាវិមានគឺបានន័យថាគ្រប់គ្រងទៅលើការចំណាយទាំងអស់របស់រដ្ឋាភិបាលសហព័ន្ធនឹងឯងបាទទៅតែឆ្លងកាត់គាត់ទាំងអស់ដាក់ថវិកាមកប្រមាណអីប្រមាណកាត់ទាំងអស់ហើយរដ្ឋលោកប្រធានាធិបតី Donald Trump បានកាត់បន្ថយរួចទៅហើយនៅក្រសួងរដ្ឋាភិបាលមួយចំនួនដូចជាក្រសួងអប់រំហើយនឹងទីភ្នាក់ងាររបស់រដ្ឋាភិបាលដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងការបំពុលផ្សែងផងដែរអ្នកនាំពាក្យសេតាវិមានអ្នកស្រី Caroline Levitt បាននិយាយថាលោក Trump អាចបណ្ដេញបុគ្គលិករដ្ឋាភិបាលរាប់ពាន់នាក់ទោះបីជាលោកស្រីមិនផ្ដល់ព័ត៌មានលម្អិតក៏ដោយសហជីពនយោជិតសហព័ន្ធជាច្រើនបានដាក់ពាក្យប្តឹងដើម្បីការពារកុំឲ្យរឿងនេះកើតឡើងក៏ប៉ុន្តែតុលាការសហព័ន្ធបានអនុញ្ញាតឲ្យបញ្ឈប់ការងារនៅតែបន្តគឺបានអនុញ្ញាតឲ្យការដែលបញ្ឈប់ការងារនឹងនៅតែអាចធ្វើទៅបានខណៈដែលមានករណីផ្សេងទៀតហ្នឹងគឺនៅកំពុងដោះស្រាយនៅឡើយដូចជាករណីខ្ញុំជាដើមសមាជិកប្រសិទ្ធភាពលោក Patty Murray ដែលជាអ្នកប្រជាធិបតេយ្យកម្ពុជានៅក្នុងគណៈកម្មាធិការថវិកាចាយវិថវិកាបានព្រមានលោកត្រាំថាការបណ្ដេញបុគ្គលិករដ្ឋាភិបាលកាន់តែច្រើននឹងមិនអាចជួយបញ្ចប់ការជាប់គាំងផ្នែកនីតិបញ្ញត្តិ
ដែលបានបង្ខំឲ្យរដ្ឋាភិបាលបិទទ្វារនោះទេលោក Murray ដែលមកពីរដ្ឋ Washington បាននិយាយបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាប្រសិនបើប្រធានាធិបតីបណ្ដេញមនុស្សមួយក្រុមវាមិនមែនដោយសារតែការបិទនោះទេគឺដោយសារតែគាត់មានចិត្តចង់បណ្ដេញពួកគេតែប៉ុណ្ណោះបុគ្គលិកធ្វើការមិនមែនជាឧបករណ៍សម្រាប់ចរចាទេហើយវាជារឿងមួយគួរឲ្យឈឺចាប់ដែលប្រធានាធិបតីបានប្រព្រឹត្តចំពោះបុគ្គលិករដ្ឋាភិបាលប្រៀបបីដូចជាកូនអុកការគំរាមកំហែងជ្រើសរើសធ្វើបាបប្រជាពលរដ្ឋនិងអ្នកធ្វើការនឹងមិនទទួលបានសញ្ញាឆ្នោតគ្រប់គ្រងពីខ្ញុំនោះទេបាទនេះគឺជារឿងដែលកំពុងកើតមានឡើងនៅសហរដ្ឋអាមេរិកបាទចាំបានន័យថាជាការមួយដែលសងសឹកនយោបាយគ្នាទៅវិញទៅមកហ្នឹងហើយដែលខ្ញុំតែងតែនិយាយថាការលើកស្ទួយប្រជាធិបតេយ្យការធ្វើការងារត្រូវកែលម្អរិះគន់ជួយគ្នាហ្នឹងជាការងារបន្តអត់ឈប់ទេសូម្បីតែនៅសហរដ្ឋអាមេរិកក៏អញ្ចឹងដែរ